ngày nay giờ bận to ca nghề phơi bị đàn sala chăn sala thầm sập phía cứ khang khnogហើយយើងចាប់ផ្ដើមធ្វើតែ124ការ៉េទេ120ការ៉េខាងមុខព្រះអង្គនេះគឺមកជួរហ្នឹងគឺ120ការ៉េហើយជាងបានតម្លើងឆ្អឹងពីដានបានខ្លះហើយយើងក៏បានទិញនៅឧបករណ៍សម្រាប់តម្លើងនេះគឺប្រភេទក្តារគៀបរបស់ក្រុមហ៊ុនរបស់អារ៉ាម៉ង់ហ្នឹងយើងទិញគេមកហ្នឹងគឺ1ការ៉េ$12 1ការ៉េ$12ហើយមួយកេសវាហ្នឹងគឺមាន2ការ៉េអញ្ចឹងយើងទិញមក100តែត្រូវធ្វើហ្នឹងគឺអស់120ការ៉េតែយើងទិញលើសមក10ការ៉េខ្លាចយើងកាត់យើងអីទៅវាខ្វះវាអីទៅយើងទិញមកលើស10ការ៉េហើយជ្រីវានេះយើងទិញមកហ្នឹងគឺ1ម៉ែត្រមួយដើម$7ហើយ$7ក្នុងប្រវែងវាមួយដើម2ម៉ែត្រកន្លះជ្រីវាក្នុងមួយដើមហ្នឹងគឺ2ម៉ែត្រកន្លះជ្រីមួយដើមវាហ្នឹងគឺ2ម៉ែត្រកន្លះហើយយើងទិញមកហ្នឹងក្នុងមួយដើមវាហ្នឹង$7អញ្ចឹងទិញឧបករណ៍មកដល់អស់ហើយក្នុងវិដានសាលាខាងក្នុងនេះគឺច្រើនការ៉េគួរសមដែរវាចូល300ការ៉េជាង700ការ៉េតែយើងអត់មានសមត្ថភាពធ្វើទាំងអស់នៅឡើយទេគឺយើងធ្វើបានមុនបនឆ្លងនេះប្រហែលបានជា120ការ៉េមួយជួរមុខពីខ្លងទ្វារពីទ្វារចូលទៅដល់មុខព្រះអង្គហ្នឹងហើយនៅផ្នែកខាងទាំងអស់នៅឡើយទេហើយបនឆ្លងហ្នឹងនៅថ្ងៃទី1ទី2ទី3ខែ1ឆ្នាំ2026ខាងមុខនេះហើយចិត្តដល់ហើយអញ្ចឹងយើងអត់ទាន់មានសមត្ថភាពធ្វើទាំងអស់ទេយើងធ្វើមុនបនឆ្លងនេះបានតែត្រឹមតែ120ការ៉េទេ